ចំណងជើងរឿងដើមមឺសៃចិននឹងការរងចាំ5ឆ្នាំមានកសិករម្នាក់បានដាំគ្រាប់ពូជដើមមឺសៃចិនមួយប្រភេទគាត់បានស្រោចទឹកដាក់ជីនិងថែទាំវាយ៉ាងដិតដល់ជារៀងរាល់ថ្ងៃឆ្នាំទី1គ្មានអ្វីកើតឡើងទាល់តែសោះសូម្បីតែពន្លកតូចមួយឆ្នាំទី2គាត់នៅតែបន្តស្រោចទឹកនិងដាក់ជីប៉ុន្តែដីនៅតែស្ងាត់ជ្រងំដដែលឆ្នាំទី3និងទី4នៅតែគ្មានសញ្ញានៃជីវិតអ្នកជិតខាងចាប់ដើមសើចចំអកឲ្យគាត់ថាគាត់កំពុងតែខ្ជះខ្ជាយពេលវេលាលើដីទទេប៉ុន្តែកសិករនៅតែមិនបោះបង់រហូតដល់ឆ្នាំទី5ស្រាប់តែមានរឿងមិនគួរឲ្យជឿបានកើតឡើងក្នុងរយៈពេលត្រឹមតែ6សប្តាហ៍ប៉ុណ្ណោះដើមមឺសីនោះបានដុះឡើងខ្ពស់ដល់ទៅ90ហ្វីតប្រហែល27ម៉ែត្រសំណួរគឺតើដើមមឺសីនោះដុះបាន90ហ្វីតក្នុងរយៈពេល6សប្តាហ៍ឬក៏ក្នុងរយៈពេល5ឆ្នាំចម្លើយគឺវាប្រើពេល5ឆ្នាំព្រោះក្នុងរយៈពេល5ឆ្នាំដំបូងដែលយើងមើលមិនឃើញអ្វីសោះនោះគឺវាចំណាយពេលដើម្បីពង្រីកឲ្យចុះទៅក្នុងដីយ៉ាងជ្រៅនិងរឹងមាំបំផុតដើម្បីត្រៀមទ្រទ្រង់កម្ពស់ដ៏ខ្ពស់មហិមារបស់វាប្រសិនបើវាដុះចេញមកភ្លាមដោយគ្មាននឿស្រឹងមាំទេវានឹងដួលរលំភ្លាមមិនខានមេរៀននៃរឿងជោគជ័យដ៏អស្ចារ្យមិនមែនកើតឡើងក្នុងមួយប៉ព្រិចភ្នែកឡើយពេលខ្លះអ្នកខំប្រឹងរាប់ឆ្នាំតែមិនទាន់ឃើញលទ្ធផលមិនមែនមានន័យថាអ្នកបរាជ័យនោះទេប៉ុន្តែអ្នកកំពុងពង្រឹងយសកលនៃសមត្ថភាពរបស់អ្នកចូលមានជំនឿចិត្តនិងបន្តការខិតខំព្រោះនៅពេលដែលពេលវេលាមកដល់អ្នកនឹងលោតផ្លោះទៅមុខយ៉ាងលឿនដែលគ្មានអ្នកណាអាចតាមទាន់ចំណុចសម្រាប់វិភាគគ្រាប់ពូជជឿស័យតំណាងឲ្យក្តីស្រមៃឬគម្រោងអាជីវកម្មថ្មីដែលទាមទារពេលវេលា5ឆ្នាំនៃការមើលមិនឃើញជានិមិត្តរូបនៃភាពស្ងប់ស្ងាត់មុនពេលជោគជ័យ The Silent Years ការសើចចំអកពីអ្នកជិតខាងតំណាងឲ្យសម្ពាធសង្គមដែលចង់ឃើញលទ្ធផលលឿន Instant Gratification ស្គាល់តើការកសាងចំណេះដឹងនិងចរិតលក្ខណៈ Character រឹងមាំសំខាន់ជាងការល្បីល្បាញមួយគ្រាដោយរបៀបណា